រៀបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាបន្តទៀតជាមួយនឹង admin តាមរយៈសាច់រឿងថ្មីមួយរឿងទៀតដែលមានតួអង្គឯកស្រីរបស់យើងគឺជាតង់គ្នាយើងស្គាល់ហើយប៉ុន្តែថ្ងៃនេះមកនៅក្នុងសាច់រឿងមានចំណងជើងថាកងត្រាស្នេហ៍អូនថ្មប់ម្ដងឃើញតង់របស់យើងតែងតែលេងរឿងមួយដែលទុនខ្សោយមានវីរៈបរោះការពារនៅក្បែរខ្លួនអញ្ចឹងណាក៏ប៉ុន្តែម្ដងនេះអត់ទេតង់របស់យើងមានធម៌ពលខ្លាំងប្រកាសជាមេថ្មប់ម្នាក់ដែលថាមានយុទ្ធសាស្ត្រអស់ទាស់តែម្ដងហើយទាំងអស់គ្នាប៉ុន្តែយ៉ាងណាមិញចាំមើលតានាងត្រូវការបរិសង្ហាម្នាក់ហ្នឹងមកជួយជ្រោមជ្រែងនឹងការពីនាងទីដែរឬមួយយ៉ាងណាតាមដានទស្សនាសាច់រឿងនេះជាមួយនឹងអេមីនដូចតទៅកុំតែកុំភ្លេចណាឲ្យបេះដូងម្នាក់មួយផងមកតោះឥឡូវចូលទៅសាច់រឿងមុននឹងចូលទៅដល់សាច់រឿងរបស់យើងសូមបញ្ជាក់ឈ្មោះតួអង្គប្រុសតួអង្គស្រីសិនតួឯកប្រុសមានឈ្មោះថាមូហាន់យូដែលជាអ្នករូបវិទ្យាដ៏ល្បីចំណែកឯតួស្រីរបស់យើងគឺជាមេធ្មប់មានឈ្មោះថាសៀមុតួស្រីរបស់យើងកំពុងតែតាមរកបន្តខ្សែកធ្មប់ដែលនាងបាត់បង់អស់រយៈពេលយ៉ាងយូរមកទៅហើយនាងរងដោយសារតែម្ដងចង់ព្យាបាលខ្លួនមិនដឹងថាមកមួយមូលហេតុអីទេទោះស្រីរបស់យើងមានអាការៈខ្សោយហើយតែងតែក្អួតឈាមនៅពេលដែលផ្កាកុលាបមួយតោងនេះជ្រុះស្រទាប់វាមួយសន្លឹកគឺធ្វើទុកក្នុងខ្លួនខ្លាំងមែនទែនទោះស្រីរបស់យើងអញ្ចឹងហើយត្រូវការបន្តខ្សែកធ្មប់យកមកជួយដើម្បីសម្រួលធម៌ពលរបស់នាងជាចាំបាច់ហើយនៅក្នុងគ្រានោះក៏មានមនុស្សជាច្រើនទៀតកំពុងតែតាមរកបន្តខ្សែកធ្មប់នឹងដែរហើយតាមរយៈសាច់រឿងក្បាលដំបងចុះមកដល់ព្រាមយើងក៏បានមើលឃើញថាទូប្ររបស់យើងមានឈ្មោះថាមូហាន់យូដែលជាអ្នករូបវិទ្យាដ៏ល្បីហ្នឹងដើរចូលមកប្រាប់វិហារមួយកន្លែងនិយាយជាមួយនឹងបរិសអាចកំបាំងម្នាក់ដែលគេបានសួរថាម៉េចឯងមកហ្នឹងគឺចង់បានរបស់មួយនឹងចេញពីយើងដែរមែនទេបើចង់បានមែនណាមកផ្ដួលយើងសិនទៅបានយកបានមើលទៅបងដូចជាខ្សែកបន្តធ្មប់នោះគឺនៅលើដៃរបស់ទូប្ររបស់យើងហើយមានមនុស្សជាច្រើនកំពុងតែតាមដណ្ដើមវាយកបន្ទាប់មកបរិសចម្លែកម្នាក់នោះគាត់ក៏អត់និយាយតបតជាមួយនឹងមូហាន់យូទូប្ររបស់យើងទេគាត់ក៏បានដើរចាក់ចេញទុកឲ្យកូនចៅរបស់គាត់គឺជាអ្នកចូលមកដណ្ដើមចំនួនទៅវិញដែលបន្ទាប់ពីគាត់បានដើរចាក់ចេញទៅផុតទៅនោះក៏មានកូនចៅរបស់គាត់ជាច្រើនអ្នកបានវាយប្រហារមកលើមូហាន់យូទូប្ររបស់យើងតែម្ដងក៏ប៉ុន្តែដឹងស្រាប់ហើយកាលពីរឿងមុនណាអង្គរៈសង្ហាការពារសេរីស្អាតរបស់យើងហ្នឹងតួឯកប្រុសរបស់យើងគាត់ក៏ចេះវាយប្រកែវាយខ្លាំងណាស់ដែរនៅពេលនេះក៏មិនខុសគ្នាដែរតួប្រុសរបស់យើងគឺបានដាក់កូនចៅរបស់បរិសចម្លែកមុខហ្នឹងម៉ាំងហើយចាប់ទប់ក្បាលបោកទៅនឹងដីព្រឹសរហូតដល់គាត់ហ្នឹងក៏យកឈ្នះកូនចៅទាំងអស់របស់បរិសចម្លែកមុខម្នាក់ហ្នឹងប៉ុន្តែបន្តិចក្រោយមកគាត់ក៏មានការភ្ញាក់ផ្អើលម្ដងទៀតដោយសារតែទ្វារនៃព្រះវិហារបានរបើកឡើងក៏មាននារីដ៏ស្រស់ស្អាតម្នាក់បានដើរចូលមកហើយម្នាក់នោះគឺយើងស្គាល់ហើយគឺតង់របស់យើងដែលនៅក្នុងរឿងនេះនាងមានឈ្មោះថាសៀមុគឺជាមេធ្មប់ឬមួយក៏កូនធ្មប់ដ៏ស្រស់ស្អាតនឹងឯងអូយថានៅក្នុងរឿងមួយនេះតង់របស់យើងច្រឡំតែតង់រហូតដោយសារតែចាំឈ្មោះរបស់គាត់គឺតង់នៅ3ជាងគេទាំងអស់គ្នាឥឡូវហ្នឹងយើងមកអានឈ្មោះពិតប្រាកដរបស់តួឯកស្រីក្នុងរឿងនឹងវិញគឺសៀមុកូនធ្មប់គូ execute របស់យើងបានចូលមកដល់ហើយធ្វើឲ្យតួប្រុសគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើតែសៀមុអត់បាននិយាយថាមិនចាំបាច់ភ្ញាក់ផ្អើលទេព្រោះនៅពេលនេះអ្វីដែលឯងដឹងមុនគេគឺចាញ់ហើយគឺបើគាត់ជាមិនអាចយកឈ្នះយើងបាននោះទេបន្ទាប់មកតួស្រីរបស់យើងគាត់ក៏បញ្ចេញវីតាមីនធ្មប់របស់គាត់នោះគ្របសង្កត់ទៅលើរាងកាយរបស់មូហាន់យូដែលជាទូប្រុសមិនឲ្យកម្រើកបានថែមទាំងមានការឈឺចុកចាប់យ៉ាងខ្លាំងទៀតដូចជាមានមនុស្សកំពុងតែច្បាច់ខ្លួនរបស់យើងធ្វើឲ្យរឿងកម្រើកមិនបានហើយឈឺខ្លួនអញ្ចឹងណាបន្ទាប់មកតួស្រីរបស់យើងគ្រាន់តែខ្វក់ដៃមិនតិចទេតួប្រុសនោះគាត់ក៏ហោះមកស្ទុយអណ្ដែតឡើងមកលើតែម្ដងនៅពេលនោះតួប្រុសក៏សួរថាតើនាងគឺជាអ្នកណាគេនាងក៏ចង់បានរបស់មួយនឹងពីខ្ញុំដែរមែនអត់នៅពេលនោះតួស្រីរបស់យើងទីមួយនឹងគាត់ក៏តបទៅវិញថាមែនប៉ុន្តែខ្ញុំមកនេះគឺមានការដោះដូរដ៏សមរម្យមួយជាមួយនឹងលោកឲ្យទៅលោកព្រមប្រគល់វាមកឲ្យខ្ញុំក្នុងនាមខ្ញុំគឺជាមេធ្មប់ដែលមានខ្សែកធ្មប់ធ្វើជាសាក្សីខ្ញុំសូមចុះកងត្រាជាមួយនឹងលោកថាប្រសិនបើលោកប្រគល់វាមកឲ្យខ្ញុំនឹងព្រមជាមួយលក្ខខណ្ឌបំណងប្រាថ្នារបស់លោកគ្រប់យ៉ាងទាំងអស់ដូចជារឿងដែលលោកមិនទាន់បានធ្វើមនុស្សដែលលោកមិនបានជួបមុខចង់ជួបមុខនរណាម្នាក់ខ្ញុំក៏សិតតែអាចបំពេញតាមបំណងប្រាថ្នារបស់លោកគ្រប់បែបយ៉ាងបានទាំងអស់ឥឡូវឆាប់ប្រគល់វាមកឲ្យខ្ញុំភ្លាមមកតួស្រីនិយាយបែបហ្នឹងព្រោះខ្លួនបានចុះកងត្រានិយាយពាក្យមិញហ្នឹងគឺមានន័យថាចុះកងត្រាជាមួយនឹងតួប្រុសប្រសិនបើតួប្រុសយល់ព្រមប្រគល់របស់ដែលនាងចង់បានមកឲ្យនាងក៏ប៉ុន្តែភ្លាមនោះដំបងឡើយមើលទៅតួប្រុសរបស់យើងហាក់ដូចជាស្លងអារម្មណ៍ហាក់ដូចជាគាត់ចង់ជួបជាមួយនរណាម្នាក់ដែលគាត់បានបាត់ខ្លួនអស់រយៈពេលយ៉ាងយូរមកទៅហើយដោយការខកខានណាមួយធ្វើឲ្យគាត់គឺមានអារម្មណ៍ថាការខ្វះចន្លោះនៅក្នុងបេះដូងរបស់គាត់ចង់អំពេញតម្រូវជាមួយនឹងការឆ្កងឬមួយក៏រឿងដែលគាត់សោកស្ដាយមកអញ្ចឹងណាគាត់រៀបតែនឹងយល់ព្រមចុះកងត្រាជាមួយនឹងសៀមុខទៅហើយហ្នឹងប៉ុន្តែបន្តិចក្រោយមកគាត់បែរជាលេងសើចប្រេងទៅកាន់កូនធ្មប់ដ៏ស្រស់ស្អាតរបស់យើងទៅវិញដោយគាត់បានដកដៃរបស់គាត់ចេញនិងបាននិយាយពោលពាក្យឌឺដងទៅកាន់តួស្រីរបស់យើងថាខ្ញុំអត់ចុះកងត្រាជាមួយនាងទេពេលនេះនាងមិនអាចធ្វើអ្វីខ្ញុំបានជាដាច់ខាតហើយខ្ញុំមកក៏មិនប្រគល់របស់មួយនឹងមកឲ្យនាងដែរព្រោះខ្ញុំមើលដឹងថាខ្សែកធ្មប់នៅលើខ្លួនរបស់នាងគឺជាខ្សែកខ្លាំងខ្លាយនាងប្រកាសជាមិនមែនធ្មប់នោះទេចឹងខ្ញុំអត់ចុះកងត្រាជាមួយនាងជាដាច់ខាតពីសម្ដីមួយនឹងធ្វើឲ្យតួស្រីរបស់យើងសៀមួនេះគាត់ខឹងយ៉ាងខ្លាំងភ្នែករបស់គាត់ក៏ចាប់ផ្ដើមបដូរពណ៌រួចហើយនឹងគាត់ក៏បានប្រើធម្មពលធ្មប់របស់គាត់ហ្នឹងវាយទៅលើតួប្រុសរបស់យើងមូហានយូនឹងឲ្យគាត់ធ្លាក់ទៅមកខាងបាត់ទៅ
បន្ទាប់ពីនឹងមកសាច់រឿងក៏បានកាត់ត្រឡប់ទៅខាងក្រោយមួយថ្ងៃវិញគឺមុនពេលកើតហេតុនៅមួយថ្ងៃតើមានរឿងអ្វីខ្លះកើតឡើងបានជាតួស្រីរបស់យើងនេះខឹងជាមួយនឹងមូហានយូទូប្រដល់ថ្នាក់ហ្នឹងទស្សនវិជ្ជាបានកាត់បង្ហាញអំពីផ្ទះដ៏ស្រស់ស្អាតរបស់កូនធ្មប់ឬមួយក៏មេធ្មប់របស់យើងដ៏ខ្ជូតនឹងកំពុងតែរស់នៅជាមួយនឹងប្អូនស្រីម្នាក់តួឯកស្រីរបស់យើងដែលជាបងស្រីមានឈ្មោះថាសៀមុចំណែកប្អូនស្រីមានឈ្មោះថាសៀស៊ីងយីនៅពេលហ្នឹងយើងចាប់អារម្មណ៍ឃើញថាសន្ទប់ផ្កាកុលាបមួយតោងដែលជ្រុះអំប្លង់ពេលដែលវាកំពុងតែដើរឡើងលើនោះបានជ្រុះមួយសន្ទប់មកធ្វើឲ្យតួស្រីរបស់យើងសៀមុគាត់ក្អួតឈាមយ៉ាងខ្លាំងភ្លាមនោះស៊ីងយីដែលជាប្អូនស្រីឃើញបងស្រីមានអាការៈបែបហ្នឹងក៏បានដើរមកជួយនៅបាននិយាយជួយការព្រួយបារម្ភជាមួយនឹងបងស្រីថាបងស្រីនៅពេលនេះប្រសិនបើបងនៅតែរកវាមិនឃើញទៀតប្រកាសជាបញ្ហាហើយបងស្រីក៏តបវិញថាយើងដឹងខ្លួនឯងច្បាស់ណាស់បន្ទាប់មកតួស្រីរបស់យើងក៏បានប្រើសម្លេងមួយសួរថាតើនៅពេលនេះគេនៅឯណាទៅសម្លេងបរិះម្នាក់ក៏បាននិយាយលេចឡើងថាមិនដឹងថាសម្លេងអីណាគាត់ថាសម្លេងមួយហ្នឹងបាននិយាយថាមូហានយូគឺជាអ្នករូបជាតិដ៏ល្បីឈ្មោះម្នាក់នៅពេលនេះគេអវត្តមានជាមួយនឹងពិធីអបអរសាទរជាមួយនឹងវត្តមានរបស់គេដែលអ្នកកសែតជឿជាក់ថាគេប្រកាសជាមិនបានបង្ហាញខ្លួនជាមួយនឹងកិច្ចសាទរមួយនេះនោះទេបន្ទាប់មកឃើញថាតួប្រុសរបស់យើងកំពុងតែកាន់កូនហឹបតូចមួយដើរសម្ដៅទៅជួបជាមួយនឹងតួស្រីរបស់យើងនៅមុខភោជនីយដ្ឋានមួយកន្លែងដែលនៅទីនោះតួស្រីរបស់យើងបានអះអាងថាខ្លួនគឺជាមេធ្មប់ចង់មកធ្វើការដកដយករបស់ម្យ៉ាងពីតួប្រុសរបស់យើងមូហានយូក៏បានតទៅវិញថាប្រសិនបើនាងចង់បានរបស់មួយហ្នឹងតលតែនាងផ្ដល់នៅតម្លៃណាមួយមកឲ្យខ្ញុំនៅពេលនោះតួស្រីរបស់យើងគាត់ក៏ប្រគល់កាន់បានអនុទានមួយសន្លឹកមកឲ្យតួប្រុសរបស់យើងបាននិយាយថាមួយនេះប្រហែលជាគ្រប់គ្រាន់សម្រាប់ឲ្យលោកហ្នឹងពេញចិត្តនិងស្កប់ចិត្តបានហើយតែតួប្រុសរបស់យើងគាត់អត់ខ្វល់ជាមួយនឹងរឿងមាសប្រាក់ទាំងអស់នោះទេគាត់ថាខ្ញុំចង់បានតម្លៃផ្សេងទៀតហើយមុននឹងយើងធ្វើការដោះដូរគ្នានេះខ្ញុំចង់សួរថាតើនាងគឺជាមេធ្មប់ពិតប្រាកដដែរឬមួយក៏អត់តួស្រីបែរជាមិនចាប់អារម្មណ៍នោះទេនឹងបានស្ដីបន្ទោសទៅកាន់តួប្រុសរបស់យើងថាកុំខ្វល់ច្រើនពេកយកល្អយកតែរបស់ដែលលោកដោះដូរជាមួយនឹងខ្ញុំទៅបានហើយគឺចង់បានអ្វីប្រាប់ខ្ញុំភ្លាមមកចង់បានចំនួនប្រមាណទឹកប្រាក់ហ្នឹងតួប្រុសថាខ្ញុំអត់ចង់បានរបស់ទាំងអស់ហ្នឹងទេអ្វីដែលខ្ញុំចង់បានឆ្លើយនឹងសំណួរសិនខ្ញុំមកតើនាងគឺជាមេធ្មប់ពិតប្រាកដមែនដែរឬមួយក៏អត់តួស្រីថាប្រគល់ឲ្យខ្ញុំសិនមកលោកប្រកាសជាដឹងតាមក្រោយយាយរួមពីរអ្នកហ្នឹងក៏ចាប់ផ្ដើមនិយាយអត់ត្រូវគ្នានោះទេដូចជាចង់យកឈ្នះរៀងៗខ្លួនគណៈពេលដែលយើងមើលឃើញថាតួប្រុសរបស់យើងមូហានយូដូចជាចង់ដឹងចង់ប្រកាសថាតើនាងគឺជាធ្មប់មែនដែរឬមួយក៏អត់ដូចជាគេកំពុងតែតាមរកធ្មប់អញ្ចឹងណាភ្លាមនឹងត្រង់បានតួស្រីរបស់យើងក៏ប្រើវេទមន្តបន្តិចបង្ហាញឲ្យគាត់ឃើញប៉ុន្តែដោយឡែកតួប្រុសដូចជានៅតែមិនទាន់ជឿច្បាស់ 100% គាត់ចង់ប្រកាសចិត្តថាបើសិនបើចង់បានរបស់នោះពីគាត់ណាតើតែនាងបង្ហាញថានាងគឺជាមេធ្មប់ពិតប្រាកដឲ្យគាត់ជាមុនសិនប៉ុន្តែភ្លាមនឹងកំពុងតែនិយាយមិនត្រូវគ្នាស្រាប់ផងក៏មានបរិះបងធំម្នាក់បានដើរមកនិយាយជាមួយនឹងមូហានយូទូប្រុសរបស់យើងថាអាយ៉ានៅនេះមែនតានេះពិតជាបានជួបជាមួយនឹងមេធ្មប់មែនហើយបើនាងគឺជាមេធ្មប់ពិតប្រាកដហើយយើងចាប់នាងយកទៅប្រកាសជាខ្លាចជាអ្នកមានហើយនៅពេលដែលឮសម្ដីមួយហ្នឹងក៏ធ្វើឲ្យតួស្រីរបស់យើងស៊ីមុខគាត់គិតថាមនុស្សអាក្រក់សម្ដីមិនគួរទុកចិត្តតាំងពីដើមមកបោកប្រាស់បកគលហឹបទៅទេមកឲ្យខ្ញុំនៅពេលនេះគឺនាំគេមកចាប់ខ្ញុំទៀតចាំចាត់ការជាមួយលោកក្នុងពេលក្រោយចោះបន្ទាប់មកបងធំម្នាក់ហ្នឹងក៏បញ្ជាកូនចៅចាត់ការតួស្រីរបស់យើងសៀមុតួស្រីរបស់យើងក៏បានប្រើប្រាស់មុនអង្គមវិជាធ្មប់របស់នាងវាយទៅលើកូនចៅរបស់បរិះបងធំម្នាក់ហ្នឹងឲ្យខ្ទាតទៅមកខាងម្ដងម្នាក់មើលទៅថងពលរបស់នាងក៏គ្រាន់បើមិនធម្មតាដែរទាំងអស់គ្នាបរិះបងធំម្នាក់ហ្នឹងឃើញអញ្ចឹងហើយក៏មានការភ័យខ្លាចជាខ្លាំងមិនទាន់នឹងអាចដាក់មេប្រូចទៅណាបានផងក៏ត្រូវបានសៀមុរបស់យើងប្រើយុទ្ធសាស្ត្ររបស់នាងចាប់គេតោងរុញឡើងទៅខាងលើអណ្ដែតនៅលើអាកាសអញ្ចឹងណាធ្វើឲ្យបងធំម្នាក់ហ្នឹងគាត់ខ្លាចជាខ្លាំងគាត់ស្រែកហៅម៉ែហៅឪថាជួយផងអត់ឯងងាប់អញលើហើយចាំអីទៀតមិនគុំចូលមកជួយយើងវាយនាងទៅនៅពេលហ្នឹងតួស្រីរបស់យើងសៀមុហ្នឹងក៏បានចាប់បរិះបងធំម្នាក់ហ្នឹងរុញទម្លាក់ចុះមកខាងក្រោមវិញធ្វើឲ្យគាត់នឹងបែកមាត់ស្ទើរតែនឹងបែកទាំងផ្លោកថែមទៀតផងតែដល់ពេលដែលសៀមុរបស់យើងកំពុងតែប្រយុទ្ធតទៀតហ្នឹងក៏មានកូនចៅបងធំពីរនាក់បានបាញ់កំភ្លើងស្នប់និងកំភ្លើងអីមិនដឹងដូចកប់ហោះមកអញ្ចឹងទាំងអស់គ្នាតួស្រីរបស់យើងគាត់ក៏កិច្ចចុះកិច្ចឡើងទៅដោយសារតែគាត់រអិលជាមួយនឹងកែងស្បែកជើងនឹងធ្វើឲ្យគាត់នឹងដួលភ្ងាក់មកខាងក្រោយគណៈពេលដែលមូហានយូទូបរបស់យើងឃើញអញ្ចឹងហើយក៏បានចូលទៅត្រកងបងបីតួស្រីទាន់ពេលវេលារួចហើយសៀមុរបស់យើងក៏បានបញ្ញាប់ញ៉ាល់ដឹកដៃមូហានយូនឹងកិច្ចចូលទៅតាមទ្វារវេទមន្តរបស់នាងដើម្បីកិច្ចអំពីការវាយប្រហាររបស់ក្រុមបងធំមួយក្រុមហ្នឹងចេះវិជាគុណចេះវិជាសិល្បៈនឹងដែរនៅតែរត់កិច្ចពីការវាយប្រហារគេទៀតនៅអត់យល់ដែរហើយសាច់រឿងគាត់ចង់ផ្ដល់ពេលវេលាគេថាអែមសែមនឹងតែឲ្យពីរអ្នកនឹងសាងអនុស្សាវរីយ៍មួយគ្នាអញ្ចឹងណានៅពេលដែលទូស្រីរបស់យើងបានដឹកដៃមូហានយូចូលទៅក្នុងទ្វារវេទមន្តរបស់នាងបាត់ទៅហ្នឹងក្រុមបងធំហ្នឹងគាត់ក៏បើកទ្វារចូលទៅតាមក្រោយដែរប៉ុន្តែអ្វីដែលពួកគេបានឃើញគឺបើកចូលត្រឹមតែហាងធម្មតាខណៈពេលដែលទូស្រីរបស់យើងគឺបាននាំមូហានយូហ្នឹងចូលទៅដល់ផ្លូវមួយទៀតដែលមូហានយូគាត់ឆ្ងល់ខ្លាំងមែនទែនថាតើនាងនាំខ្ញុំមកកន្លែងណាតើកន្លែងនេះជាកន្លែងអីតើនាងពិតជាអាចនាំខ្ញុំទៅគ្រប់ទីកន្លែងបានមែនអត់នាងពិតជាអាចទៅដល់ទីណាក៏បានដែរមែនទេទៅដល់វាលខ្សាច់ទៅដល់មាត់សមុទ្រទៅដល់ព្រៃព្រឹក្សានៅថាវអញ្ចឹងណាឬមួយក៏ទៅដល់កន្លែងណាជួបជាមួយនរណាក៏បានដែរមែនទេឆាប់ឆ្លើយខ្ញុំភ្លាមមកតើនាងគឺពិតជាមេធ្មប់ពិតប្រាកដមែនដែរឬមួយក៏អត់យកចង់មកទូប្រុសរបស់យើងដូចជាឡាដល់ទាំងអស់គ្នាចង់ដឹងថាឲ្យនាងសារភាពមកតើនាងគឺធ្មប់មែនអត់
តើពិតជាអាចទៅដល់តារាក៏បានមែនអត់មើលទៅគាត់ដូចជាចង់ឲ្យទូស្រីរបស់យើងនាំទៅកន្លែងណាមួយអញ្ចឹងទូស្រីក៏បាននាំគាត់ត្រឡប់មកវិញនិងបាននិយាយថាឃើញអត់ខ្ញុំគឺពិតជាមេពុពិតមែនខ្ញុំអាចទៅគ្រប់ទីកន្លែងទាំងអស់ឥឡូវហ្នឹងល្មមដល់ពេលលោកនឹងប្រគល់របស់នោះមកឲ្យខ្ញុំហើយមិនអញ្ចឹងទេកុំថាខ្ញុំហ្នឹងគ្មានធម៌មេត្តាចំពោះលោកខ្ញុំប្រហែលជាអាចសម្លាប់លោកចោលនៅពេលនោះទូប្រុសរបស់យើងគាត់ក៏ខឹងគាត់ថាហ្នឹងជាទង្វើដែលនាងសងគុណមកលើខ្ញុំដែលជាអ្នកមានគុណជួយសម្រួលជីវិតនាងអំបញ្ញមិញនោះបើដឹងអញ្ចឹងខ្ញុំមិនបាច់ខ្វល់ជួយនាងទេទូស្រីរបស់យើងក៏ទៅវិញថាលោកមិនបាច់ជួយខ្ញុំក៏បានដែរមិញហ្នឹងលោកមិនគួរជួយខ្ញុំតលសោះហើយបន្តមកមូហាន់យូរបស់យើងគាត់ក៏បានដើរចាក់ចេញពីកន្លែងហ្នឹងទាំងអារម្មណ៍ក្រៀវក្រោធមិនព្រមប្រគល់វត្ថុដែលទូស្រីរបស់យើងចង់បានមកឲ្យនាងនោះទេអំឡុងពេលដែលឃើញថាទូប្រុសរបស់យើងបានដើរចាក់ចេញហ្នឹងទូស្រីរបស់យើងក៏រអ៊ូតែម្នាក់ឯងថាលោកមិនគួរជួយខ្ញុំតាំងពីដំបូងមកម្លេះបន្ទាប់មកគាត់ក៏បានប្រើមុនអាគមធ្មប់របស់គាត់នឹងដូចជាចង់លួចវាយប្រហារតួប្រុសពីខាងក្រៅខ្នងមិនដឹងទេទាំងអស់គ្នាដៃរបស់គាត់នឹងគឺបានប្រើវាយមកលើតួប្រុសឲ្យបន្តែត្រូវឬក៏មិនត្រូវដល់ឬមួយក៏មិនដល់ឲ្យគាត់សម្រេចចិត្តបែបណាទៀតនោះមានតែរងចាំទស្សនាជាមួយនឹងភាគបន្តទៀតភាគនេះសូមស្លេះត្រឹមចំណុចហ្នឹងសិនចោះអូរឿងនេះចេញមកខូលមកទាំងអស់គ្នាអែមតួប្រុសក៏សង្ហាតួស្រីរបស់យើងនឹងក៏ idol admin ដែរតង់